ស្រឡាញ់ថែកូនខ្លាំងពេកប្រយ័ត្នពិបាកនៅថ្ងៃក្រោយកូនស្រីនេះមានអាយុ8ឆ្នាំហើយតែម្ដាយរបស់គាត់គឺស្រឡាញ់ថែនាងខ្លាំងមែនទែនតែញ៉ាំតឡងបងអស់ហើយម្ដាយរបស់គាត់ក៏យកការ៉េមកឲ្យញ៉ាំហើយក៏បញ្ចុកក្រូចទៀតផងពេលតែញ៉ាំអីនៅខាងក្រៅកូនស្រីយំដោយសារតែការលាកមាត់អីចឹងម្ដាយភ័យស្លន់ស្លោហើយលួងលោមបើសិនជាកូនស្រីធ្វើខុសហើយឪពុកស្ដីបន្ទោសឲ្យអីគឺម្ដាយអោបហើយលួងលោមនាងភ្លាមៗតែម្ដងកុំចង់មកប៉ះឬថាឲ្យកូនរបស់គាត់នៅផ្ទះម្ដាយគឺស្រឡាញ់នឹងតាមមើលថែកូនគ្រប់ពេលវេលាមិនថាពេលនាងញ៉ាំពេលនាងលេងឬក៏ពេលទៅលេងនៅសួនកំសាន្តនេះពេលដែលត្រឡប់មកដល់ផ្ទះវិញគឺបញ្ញាប់ធ្វើម្ហូបឲ្យកូនញ៉ាំតទៀតហ្មងមិនថាដំឡូងបំពងផាស្តាការ៉េមឬក៏របស់អីក៏ដោយសូម្បីតែពេលដែលកូននិយាយថាគាត់អត់ឃ្លានក៏ដោយម៉ែបងស្រីការយកចិត្តទុកដាក់មើលថែនិងការឲ្យកូនញ៉ាំបានច្រើនណាគឺជាការផ្ដល់ក្តីស្រឡាញ់ទៅកាន់កូនថាការស្រឡាញ់មើលថែយកចិត្តទុកដាក់ខ្លាំងពេកសម្រាប់កូនគឺដូចជាទ្រង់ដែលសម្រាប់ដាក់ពួកគេអញ្ចឹងសេចក្តីស្រឡាញ់ពិតប្រាកដណាមិនមែនជាការដែលធ្វើអ្វីគ្រប់យ៉ាងដើម្បីកូនរបស់យើងទេវាគឺជាការបង្រៀនពួកគេឲ្យចេះធ្វើអ្វីគ្រប់យ៉ាងដោយខ្លួនឯងសង្ឃឹមថាម្ដាយឪពុកទាំងអស់គ្នានឹងយល់ពីមេរៀនដែលវីដេអូមួយនេះចង់និយាយនៅពីក្រោយជីវិតដ៏ហ៊ឺហារបស់មនុស្សម្នាក់គឺតែងតែមានបរិសុទ្ធជាប្តីដែលនៅចាំគុតគងក៏ដូចជាលះបង់គ្រប់យ៉ាងដើម្បីនាងវីដេអូមួយនេះគឺបង្ហាញអំពីប្តីប្រពន្ធមូលគូជនជាតិកូរ៉េដែលមានទម្លាប់ចាយវាយគឺចាយខ្លាំងមែនតើបើទោះបីជាសេដ្ឋកិច្ចគ្រួសារកំពុងតែធ្លាក់ចុះហើយកំពុងតែពាក់បំណុលគេច្រើនយ៉ាងណាក៏ដោយប្រពន្ធរបស់គាត់ចូលចិត្តញ៉ាំអាហារថ្លៃៗដែលមានទាំងសាច់ហើយនិងគ្រឿងសមុទ្រហើយឲ្យចូលចិត្តធ្វើម្ហូបខ្លួនឯងឯងប្តីរបស់គាត់ធ្វើការជាអ្នកលើកអីវ៉ាន់ធ្ងន់រយៈពេល1ថ្ងៃរហូតដល់12ម៉ោងដើម្បីរកលុយមកផ្គត់ផ្គង់ជីវភាពនៅក្នុងគ្រួសារចំណែកឯប្រពន្ធរបស់គាត់គឺអត់សូវចូលចិត្តធ្វើការងារផ្ទះក៏ដូចជារៀបចំផ្ទះឯនៅក្នុងផ្ទះគឺរាយប៉ាយសុទ្ធតែអីវ៉ាន់ដែលគាត់កំងមកពីអនឡាញហើយគាត់គិតថាការរៀបចំសម្អាតផ្ទះគឺជាការខាត់បងពេលវេលារបស់គាត់អត់ចូលចិត្តធ្វើម្ហូបទេចូលចិត្តកំងអាហារមកពីខាងក្រៅហើយជាប្រភេទអាហារដែលឆ្ងាញ់ហើយក្នុងមួយថ្ងៃចំណាយយ៉ាងតិចក៏$100ដែរដើម្បីកំងម្ហូបពីខាងក្រៅយកមកញ៉ាំគាត់គិតថាជីវិតនោះគឺខ្លីត្រូវរស់នៅឲ្យសុបាយហើយញ៉ាំឲ្យឆ្ងាញ់ចឹងហីពេលដែលប្តីត្រឡប់មកពីធ្វើការវិញគឺអត់បានឃើញផ្ទះស្អាតទេហើយនៅក្នុងផ្ទះគឺសុទ្ធតែជាអីវ៉ាន់អនឡាញដែលប្រពន្ធរបស់គាត់បានកំងមកអញ្ចឹងពេលដែលគាត់មកដល់ផ្ទះគឺគាត់ត្រូវតែជួយរៀបចំអីវ៉ាន់ទាំងអស់នឹងទៀតបើបីជាគាត់មកពីធ្វើការហត់យ៉ាងណាក៏ដោយតែបើគាត់គឺសូវធំម៉ានទេហើយប្រពន្ធរបស់គាត់គឺទិញអីវ៉ាន់មកអត់ឈប់ឈរទោះបីជាអីវ៉ាន់ហ្នឹងអត់ត្រូវការប្រើក៏ដោយអញ្ចឹងផ្ទះរបស់គាត់គឺចង្អៀតខ្លាំងមែនតើតាំងពីរៀបការមកប្រពន្ធអត់ដែរសួរនាំប្តីថាតើបងហត់អស់ឬក៏ញ៉ាំបាយហើយនៅអីទេគឺថាឲ្យតែឃើញមុខប្តីគឺដឹងតែប្រើប្តីក៏ប៉ុន្តែប្តីគឺអត់ដែរប្រកាន់នឹងប្រពន្ធទេហើយគាត់បាននិយាយថាប្រពន្ធរបស់គាត់គឺមានជំងឺម្យ៉ាងដែរកង្វះការយកចិត្តទុកដាក់ហើយនឹងការផ្ចង់អារម្មណ៍តែធ្វើឲ្យនាងគឺពិបាកនៅក្នុងការគ្រប់គ្រងអារម្មណ៍ក៏ដូចជាសកម្មភាពរបស់នាងទោះបីជាការខ្ជិះជារបស់គាត់គឺដោយសារតែជំងឺក៏ដោយក៏ប៉ុន្តែលទ្ធផលដែលទទួលបានគឺថាមិនអាចប្រកែកបានទេសិនបើការចាយវារបស់យើងវាលើពីសមត្ថភាពនៃការរកចំណូលរបស់យើងនោះស្ថានភាពគ្រួសារគឺនឹងមានតែការធ្លាក់ចុះយ៉ាប់យ៉ឺនទៅជាងមុនបើមានប្រពន្ធបែបហ្នឹងមិនដឹងថាតរលុយឲ្យចាយតាមណាតទេលោកអើយមើលវីដេអូនេះហើយអ្នកដែលនៅលីវហើយនឹងមានគ្រួសារច្បាស់ណាស់គឺនឹងចង់បានកូនស្រីមុនគេហ្មងបងប្អូនមើលក្មេងស្រីតូចដល់គួរឲ្យស្រឡាញ់អ្នកនេះមើលពេលដែលគាត់ភ្ញាក់ពីគេងភ្លាមគឺគាត់ដើរទៅរកប៉ារបស់គាត់តែម្ដងហើយគាត់ឃើញឪពុករបស់គាត់កំពុងតែគេងលក់នៅលើសាឡុងអញ្ចឹងក្មេងស្រីនេះអត់បានត្រឡប់ទៅវិញទេគាត់បែរជាទៅចូលបន្ទប់របស់គាត់ហើយយកហួយមកទៅដប់ឲ្យឪពុកហើយបងប្អូនមើលខ្លួនគាត់តូចណាគាត់កាន់ហួយណាគឺសឹងតែដើរអត់ទៅមុខទេបោះចាហ៊ានអីវាជាប់ទៅហួយអញ្ចឹងប៉ុន្តែជាមួយនឹងទឹកចិត្តរបស់គាត់ដែលស្រឡាញ់ឪពុកគាត់អត់បោះបង់ការព្យាយាមរបស់គាត់ទេនាងចង់ឲ្យប្រកាសថាឪពុករបស់នាងគឺនឹងទទួលបានភាពកក់ក្ដៅការប៉ះដល់សន្ទុនរបស់នាងបានធ្វើឲ្យឪពុករបស់គាត់ភ្ញាក់នឹងខ្លួនហើយគាត់មានអារម្មណ៍ថារំភើបមែនតើបន្ទាប់ពីទៅដប់ហួយឲ្យប៉ាហើយក៏បានផ្ដល់ស្នាមឆើបដល់កក់ក្ដៅមួយទៀតឲ្យលោកប៉ាថែមទៀតផងលេខផ្ដល់ក្ដីស្រឡាញ់ទៅឲ្យគ្រួសាររបស់អ្នកបានឆានដូចក្មេងស្រីម្នាក់នេះផង